សួស្តីអ្នកទាំងអស់គ្នានៅវីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីការពារពេលដែលមានគ្រោះថ្នាក់រំជួយដីតើអ្នកទាំងអស់គ្នាត្រូវការធ្វើយ៉ាងដូចម្តេចដែរទាំងអស់គ្នាបានដឹងហើយថាកាលពីសប្តាហ៍មុននៅថ្ងៃសុក្រថ្ងៃទី28ដែលមានហេតុការណ៍គ្រោះរំជួយដីនៅភូមានិងប្រទេសថៃរលំនៅអាគារហើយនឹងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមានការខូចខាតហើយពិសេសភូមាកំពុងតែមានបញ្ហាជាច្រើនដែលធ្វើឲ្យអាគារឬក៏ផ្លូវថ្នល់ផ្សេងៗមានបញ្ហាឬក៏ធ្វើឲ្យមនុស្សមានរបួសរហូតដល់ស្លាប់ជាង2000នាក់ជាងហើយនឹងរបួសរហូតដល់3000នាក់ជាងហើយនៅតែបន្តនៅការរុករកបន្តទៀតដែរអញ្ចឹងដើម្បីជាវិធីសាស្ត្រងាយស្រួលសម្រាប់អ្នកទាំងអស់គ្នានៅពេលដែលមានបញ្ហាគ្រោះរំជួយដីតើអ្នកធ្វើយ៉ាងដូចម្តេចសូមតាមដាននៅវីដេអូនេះជាមួយនឹងគ្នាហើយបើពេញចិត្តសូមកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតដែរអរគុណច្រើនវិធីការពារនៅពេលដែលមានរំជួយដីមាន7ចំណុចទី1ប្រការសំខាន់បំផុតក្នុងពេលរំជួយដីគឺការពារក្បាលនិងកជៀសវាងរបួសអ្នកគួរតែចាត់វិធានការចុះក្រោមគ្របនិងសង្កត់ជាបន្ទាន់នៅក្នុងនោះនឹងការពារក្បាលនិងករបស់អ្នកឧទាហរណ៍ចូលក្រោមតុនិងចូលក្រោមគ្រែទី2ពេលសង្ងំនៅក្រោមតុអ្នកអាចកាន់ជើងតុបាននៅពេលដែលតុមានការផ្លាស់ទីជាមួយនឹងការរំជួយដីយើងអាចរើជាមួយនឹងតុដើម្បីបង្កើតជារបាំងការពារដើម្បីជៀសវាងឲ្យមានរបួសទី3ប្រសិនបើមានវត្ថុដែលអាចធ្លាក់ពីលើទីតាំងរបស់អ្នកឬវត្ថុដែលបានចាប់ផ្ដើមធ្លាក់ចុះរួចហើយសូមអ្នកកុំគំរើសទីតាំងកន្លែងដែលអ្នកអង្គុយឬក៏កំពុងតែមានការការពារខ្លួនហើយទី4ប្រសិនបើទីតាំងដែលអ្នកលាក់ខ្លួនគ្មានសុវត្ថិភាពពិសេសអាចនឹងមានគ្រោះថ្នាក់អ្នកអាចសាកល្បងវាក្នុងអំឡុងពេលរំជួយដីបន្ទាប់ពីវាចេញពីតំបន់ដែលមានហានិភ័យហើយសូមអ្នកឈប់ភ្លាមៗនៅតំបន់ដែលគិតថាអាចមានសុវត្ថិភាពនៅពេលដែលរំជួយដីឈប់យើងអាចបន្លាស់ទីបានទី5ប្រសិនបើមានការរំជួយដីកាត់ឡើងពេលកំពុងមើលកុនក្នុងរោងកុនសូមអោនចុះហើយលាក់ខ្លួននៅច្រកផ្លូវរវាងកៅអីខាងមុខនិងខាងក្រោយប្រសិនបើកន្លែងទំនេរមិនគ្រប់គ្រាន់សូមបត់ចុះក្រោមក្រាបសង្កត់ពីលើក្បាលរបស់អ្នកហើយព្យាយាមអោនចុះក្រោមដូចជាផ្នែកខាងក្រោមនៃកៅអីទី6ប្រសិនបើការរំជួយដីកាត់ឡើងនៅពេលដែលដើរក្បែរផ្លូវដើរអ្នកអាចរកសសរជញ្ជាំងរឹងហើយអង្គុយចុះសម្រាប់ជំរុកបណ្ដោះអាសន្នសិនទី7ប្រសិនបើអ្នកកំពុងធ្វើដំណើរក្បែរជណ្ដើរយន្តអ្នកអាចអង្គុយចុះនៅជាប់នឹងជញ្ជាំងខាងក្រៅនៃជណ្ដើរយន្តសម្រាប់ជំរុកបណ្ដោះអាសន្នពីព្រោះជញ្ជាំងផ្នែកខាងក្រៅនៃជណ្ដើរយន្តគឺជាជញ្ជាំងស្រោបដោយដៃរនាំងនៅខាងក្នុងភាពធន់នឹងការរំជួយដីរបស់វាគឺស្រដៀងនឹងធ្នឹមនិងសសរដូច្នេះទើបមានសុវត្ថិភាពក្នុងការជ្រកកោននៅលើជញ្ជាំងនៃផ្នែកខាងក្រៅនៃជណ្ដើរយន្តប៉ុន្តែសូមចាំថាកុំចូលទៅក្នុងជណ្ដើរយន្តឡើយនៅពេលដែលមានគ្រោះថ្នាក់រំជួយដីនេះកើតឡើងសម្រាប់7ចំណុចដែលបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់ហើយយើងនឹងការពារខ្លួនឯងនៅពេលដែលមានបញ្ហាកើតឡើងដែរហើយយើងនៅតែបន្តនឹកចាំពីប្រទេសថៃហើយនិងភូមិមានដដែលអរគុណច្រើន